ឯកឧត្តមគួរចម្រើនអភិបាលខេត្តកណ្ដាលបានជំរុញដល់ស្នងការនគរបាលខេត្តកណ្ដាលត្រូវពង្រីកការបណ្ដុះបណ្ដាលជំនាញបង្ការទប់ស្កាត់ពន្លត់អគ្គិភ័យនិងសង្គ្រោះទៅកាន់អាជ្ញាធរមូលដ្ឋានប្រជាការពារប្រជាពលរដ្ឋនិងរោងចក្រសហគ្រាសដើម្បីឲ្យពួកគាត់បានយល់ដឹងហើយនៅពេលដែលមូលដ្ឋានរបស់គាត់កើតមានឡើងនៅអគ្គិភ័យពួកគាត់អាចធ្វើអន្តរាគមន៍ជួយពន្លត់បានទាន់ពេលវេលាឬកាត់បន្ថយការរីករាលដាលនៃអគ្គិភ័យកុំឲ្យកាន់តែធំបន្ថែមទៀតឯកឧត្តមគួរចម្រើនអភិបាលនៃគណៈអភិបាលខេត្តកណ្ដាលបានមានប្រសាសន៍ដូចនេះក្នុងឱកាសដែលឯកឧត្តមអញ្ជើញជាអធិបតីក្នុងទិវាជាតិបង្ការនិងពន្លត់អគ្គិភ័យលើកទី7ថ្ងៃទី22ខែកុម្ភៈឆ្នាំ2026នៅសួនច្បារច្រមុះជ្រូកក្រុងតាខ្មៅនារសៀលថ្ងៃទី22ខែកុម្ភៈឆ្នាំ2026ឯកឧត្តមអភិបាលខេត្តបន្តថាអាជ្ញាធរមូលដ្ឋានត្រូវពិនិត្យមើលរោងចក្រសហគ្រាសណាដែលងាយហានិភ័យមានអគ្គិភ័យព្រមទាំងត្រូវពិនិត្យអ្នកពាក់ព័ន្ធត្រូវត្រៀមខ្លួនទទួលយកវគ្គបណ្ដុះបណ្ដាលការយល់ដឹងដើម្បីជួយពន្លត់អគ្គិភ័យក្នុងករណីកើតមានឡើងក្នុងមូលដ្ឋានរបស់ខ្លួនក្នុងឱកាសនោះដែរឯកឧត្តមអភិបាលខេត្តកណ្ដាលណែនាំដល់ស្នងការនគរបាលខេត្តកណ្ដាលត្រូវសហការជាមួយកងអង្គភាពដទៃផ្សេងទៀតឲ្យបានល្អដើម្បីអន្តរាគមន៍ទប់ស្កាត់និងពន្លត់អគ្គិភ័យបានទាន់ពេលវេលានៅក្នុងភូមិសាស្ត្រខេត្តកណ្ដាលព្រោះថាជោគជ័យដែលយើងសម្រេចបាននាពេលកន្លងមកនេះពិតជាមិនអាចកាត់ផ្តាច់បានពីកិច្ចសហការជាមួយកងអង្គភាពដទៃផ្សេងទៀតដូចជាបញ្ជាការដ្ឋានអង្គរៈអាកាសយានដ្ឋានកងរាជអាវុធហត្ថនិងប្រជាការពារនៅក្នុងមូលដ្ឋានដូច្នេះសូមនគរបាលរបស់យើងបន្តកិច្ចសហការនេះឲ្យកាន់តែល្អជិតស្និទ្ធនិងคล้ายទៅជាប្រព័ន្ធទំនាក់ទំនងគ្នាមួយដ៏ច្បាស់លាស់ដើម្បីនៅពេលដែលមានគ្រោះអគ្គិភ័យកើតមានឡើងនៅក្នុងមូលដ្ឋានណាមួយយើងសហការគ្នាក្នុងការអន្តរាគមន៍ទប់ស្កាត់និងពន្លត់អគ្គិភ័យបានទាន់ពេលវេលាជាមួយគ្នានេះដែរឯកឧត្តមគួរចម្រើនអភិបាលខេត្តកណ្ដាលបានស្នើដល់អភិបាលក្រុងស្រុកទាំងអស់នៅក្នុងឆ្នាំ2026នេះត្រូវខិតខំយកចិត្តទុកដាក់សម្របសម្រួលជាមួយរដ្ឋកោទឹកនិងសេវាករទឹកស្អាតទាំងអស់ត្រូវជំរុញធ្វើយ៉ាងណាឲ្យក្នុងមួយឃុំសង្កាត់មានក្បាលប៊ូស្បូមទឹកមួយយ៉ាងតិចនៅក្នុងឃុំសង្កាត់ទាំងអស់ទូទាំងខេត្តកណ្ដាលព្រោះនៅពេលមានបញ្ហាអគ្គិភ័យណាមួយកើតឡើងនៅក្នុងមូលដ្ឋានបើទោះបីជាមានរថយន្តពន្លត់អគ្គិភ័យក៏ដោយប៉ុន្តែនៅពេលដែលរថយន្តបាញ់ទឹកអស់ហើយក្បាលប៊ូស្បូមទឹកនៅឆ្ងាយនោះការជួយពន្លត់អគ្គិភ័យកាន់តែពិបាកនិងមានភាពយឺតយ៉ាវក្នុងការជួយពន្លត់អគ្គិភ័យដែលបង្កឲ្យមានផលប៉ះពាល់កាន់តែធ្ងន់ធ្ងរផងដែរឯកឧត្តមអភិបាលខេត្តកណ្ដាលបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូមមានការប្រុងប្រយ័ត្ននៅរដូវប្រាំងនេះសូមបង្ការគ្រោះថ្នាក់អគ្គិភ័យនៅក្នុងលំនៅឋានផ្ទះសម្បែងរបស់បងប្អូនទាំងអស់គ្នាហើយដើម្បីឲ្យវិធានការក្នុងការបង្ការអគ្គិភ័យកុំឲ្យកើតមានឡើងគឺត្រូវមានការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋហើយប្រសិនបើប្រជាពលរដ្ឋបានយល់ដឹងពីវិធីងាយៗក្នុងការបង្ការនិងទប់ស្កាត់អគ្គិភ័យនោះនៅក្នុងឆ្នាំ2026នេះនឹងកាត់បន្ថយគ្រោះអគ្គិភ័យបានយ៉ាងច្រើនបំផុតលោកឧត្តមសេនីយ៍ត្រីសារុនពិសិដ្ឋស្នងការរងនគរបាលខេត្តកណ្ដាលបានឲ្យដឹងថានៅទូទាំងខេត្តកណ្ដាលគ្រោះថ្នាក់អគ្គិភ័យកើតឡើងចំនួន126បណ្ដាលឲ្យខូចខាតឆេះផ្ទះ66ខ្នងឆេះផ្ទះល្វែង6ល្វែងឆេះស្មៅនិងព្រៃត្រែង45កន្លែងឆេះហាង2កន្លែងឆេះឃ្លាំង4ខ្នងឆេះរថយន្ត11គ្រឿងឆេះម៉ូតូ22គ្រឿងឆេះយានដ្ឋានជួសជុលរថយន្ត1កន្លែងឆេះសិប្បកម្ម1កន្លែងនិងឆេះផ្សារចំនួន4តូបបណ្ដាលឲ្យមានគ្រោះថ្នាក់ដល់មនុស្សស្លាប់ចំនួន5នាក់និងរងរបួសចំនួន11នាក់ហើយមូលហេតុបណ្ដាលមកពីទុស្សេខ្សែភ្លើងការអុជធូបទៀននៅពេលបុណ្យទានការបោះកន្ទុយបារីនៅតាមវាលស្រែនិងការយកឃ្មុំលាក់